ជំរាបសួរទូតទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ខ្មែរប៉ូលីស9សម្រាប់ថ្ងៃប្រហ័ន9កើតខែទុតិយាសានឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ដែលត្រូវនៅថ្ងៃទី23ខែកក្កដាឆ្នាំ2026ជាបន្តទៅនេះសូមអញ្ជើញទូតទស្សនិកជនមកតាមដានទស្សនានៅរឿងរ៉ាវព័ត៌មានជាតិដែលមានជាបន្តបន្ទាប់នៅក្នុងកម្មវិធីរបស់យើងនៅក្នុងវីដេអូនេះព័ត៌មានជាតិជាដំបូងគេនេះគឺកម្ពុជានិង SBI បដិញ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី22ខែកក្កដាឆ្នាំ2026បានអនុញ្ញាតឲ្យឯកឧត្តម Kasper Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធដែលហៅកាត់ថា SBI នៃសហរដ្ឋអាមេរិកចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពនៅក្នុងឱកាសនេះជំនុំឯកឧត្តម Kasper Patel បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយ SBI នាពេលកន្លងមកទន្ទឹមនឹងនេះឯកឧត្តមបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងនិងប្រតិបត្តិការរបស់កម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឯកឧត្តមនាយក SBI បានគូបញ្ជាក់ឲ្យដឹងថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយនោះទេក្នុងដីនេះឯកឧត្តមបានសង្កត់ធ្ងន់ថាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះគឺការបដិញ្ញាចិត្តនិងកិច្ចសហប្រតិបត្តិការតំបន់និងសកលលោកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះជំនួសឲ្យការដាក់បន្ទុកឲ្យគ្នាទៅវិញទៅមកបន្ថែមលើនេះឯកឧត្តមបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងមុតមមរបស់សហរដ្ឋអាមេរិកក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងនិងធ្វើការជាដៃគូជាមួយស្ថាប័នអនុវត្តច្បាប់របស់កម្ពុជាព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថាទំនាក់ទំនងសហរដ្ឋអាមេរិកកម្ពុជានឹងបន្តរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀតជាការឆ្លើយតបសម្ដេចធិបតីបានវិតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជាសហរដ្ឋអាមេរិកលើវិស័យជាច្រើនរួមមានសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគការការពារជាតិនិងសន្តិសុខជាដើមសម្ដេចធិបតីបានបញ្ជាក់ឲ្យដឹងថាប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងវិស័យសន្តិសុខព្រមទាំងបានបញ្ជាក់ជាថ្មីនូវការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរគ្រឿងញៀននិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្ដេចធិបតីបានជម្រាបបន្ថែមថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខែកញ្ញាឆ្នាំ2026ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមតំបន់និងសកលលោកនេះជាមួយគ្នានេះសម្ដេចធិបតីបានថ្លែងអំណរគុណសហរដ្ឋអាមេរិកចំពោះកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មាននិងការកសាងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់របស់កម្ពុជានាពេលកន្លងមកសម្ដេចធិបតីនិងឯកឧត្តមនាយក SBI ក៏បានផ្លាស់ប្តូរយោបល់អំពីទិសដៅការងារបន្តសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងកម្ពុជានិងសហរដ្ឋអាមេរិកសម្ដៅប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរគ្រឿងញៀននិងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយបានគូបញ្ជាក់អំពីសារៈសំខាន់នៃការបន្តផ្លាស់ប្តូរព័ត៌មាននិងកសាងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់